Hello សួស្តីអ្នកទាំងអស់គ្នាចឹងសម្រាប់វីដេអូនេះនាងខ្ញុំនឹងមកបកស្រាយបន្តទៀតអំពីព្យញ្ជនៈនៅក្នុងភាគអ៊ីរបស់ភាសាចិនព្យញ្ជនៈទី19 ជជជព្យញ្ជនៈទី20ឈឈឈព្យញ្ជនៈទី21sh sh shព្យញ្ជនៈទី22វវវព្យញ្ជនៈទី23យយយអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ព្យញ្ជនៈទាំង23របស់ភាគអ៊ីរបស់យើងគឺបានរៀនចប់អស់ហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់មិនយល់នៅកន្លែងណាអ្នកទាំងអស់គ្នាអាចធ្វើការ comment នៅក្នុងវីដេអូរបស់អ្នកខ្ញុំបានបើសិនជាខ្ញុំមានពេលមើលឃើញនឹងខ្ញុំនឹងធ្វើការឆ្លើយតបដល់អ្នកទាំងអស់គ្នាវិញហើយសម្រាប់មេរៀនថ្មីបន្តទៀតនឹងខ្ញុំនឹងធ្វើការផុសចូលទៅក្នុង account TikTok របស់នាងខ្ញុំអរគុណជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតបាយបាយ